ខ្ញុំជឿជាក់ថាចំពោះអ្វីដែលយើងគិតខំក្នុងអាណត្តិនេះក្រសួងអធិការកិច្ចរបស់យើងនេះគឺនឹងចូលរួមហើយបាទទៅលើការងារកំណែតម្រង់ដោយដើម្បីអីកំណែតម្រង់ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជារបស់យើងនឹងហើយបាទដើម្បីធ្វើឲ្យសេដ្ឋកិច្ចយើងនឹងមានភាពរដាស់មានភាពសកម្ម vibrant ហើយនឹងអាចឆ្លើយតបទៅនឹងអ្វីដែលជាភាពផុយស្រួយនៃស្ថានភាពពិភពលោកហើយយើងអាចទាញយកផលប្រយោជន៍ឲ្យសង្គមយើងបានជាអតិបរមាបាទស្របជាមួយនឹងយើងត្រូវរៀបចំខ្លួនរៀបចំផ្ទះរៀបចំប្រទេសកាលមុនដំបូងយើងរៀបចំផ្ទះយើងថាអូក្នុងអាណត្តិយើងរៀបចំផ្ទះអញ្ចឹងឥឡូវយើងត្រូវមើលឡើងវិញថាត្រូវរៀបចំប្រទេសបាទអញ្ចឹងគ្រប់ whole of government whole of society ឥឡូវនេះត្រូវធ្វើម៉េចព្រោះវិបត្តិឥឡូវប៉ះទាំងអស់ក្នុងមកបាទទាំងសេដ្ឋកិច្ចទាំងសង្គមក្នុងកម្រិតមួយដែលយើងបានតាមដានជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចហើយទាំងជាតិទៀតវាចូលដល់ការឈ្លានពានទឹកដីយើងទៀតវាដល់កម្រិតនឹងទៀតបាទអញ្ចឹងថាមួយឆ្នាំពីរឆ្នាំនេះខ្ញុំថាសម្ដេចធិបតីគឺជួបនឹងវិញ្ញាសាច្រើនណាស់បាទសិតតែវិញ្ញាសាពិសេសមែនទែនជាប្រវត្តិសាស្ត្រហើយក៏យើងបានឃើញដែរថាការដឹកនាំបាទរបស់រាជរដ្ឋាភិបាលការដឹកនាំរបស់ប្រទេសជាតិគឺត្រូវការចូលរួមគ្រប់ជំនាន់ទាំងអស់សាមគ្គីភាពអន្តរជំនាន់ក្នុងក្របខ័ណ្ឌកម្ពុជាត្រូវតែមានពេញលេញបានយើងដោះស្រាយបញ្ហាបានយើងសម័យមើលបើយើងអត់មានភាពសុខដុមរមរៀនរវាងជំនាន់មួយនិងជំនាន់មួយទេបញ្ហាគ្រប់ធ្ងន់ដែរបាទអត់និយាយគ្នាមិនបានផងដោះស្រាយបញ្ហាធំមិនបានអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ថាអ្វីដែលយើងសំខាន់បញ្ហានៅមុខយើងត្រូវដោះស្រាយបញ្ហាចូលរួមជាមួយគ្នាតិចច្រើនសហការគ្នាជជែកគ្នាដោះស្រាយជាមួយគ្នាអានឹងខ្ញុំថាគេក៏មិនហ៊ានវាយតម្លៃទាបដែរចំពោះយើងដែរយើងខិតខំហើយ